ជំរាបសួរពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តនិងសួស្តីបងប្អូនសិស្សពេទ្យទាំងអស់គ្នាបាទថ្ងៃនេះជួបអរชសូមធ្វើការចែកម្លែកពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តនិងបងប្អូនសិស្សពេទ្យទាំងអស់គ្នាអំពីប្រធានបទសុខភាពមួយទៀតហើយបាទថ្ងៃនេះយើងលើកឡើងអំពីជំងឺឆ្លងតាមផ្លូវភេទបាទអញ្ចឹងតកតងនឹងជំងឺឆ្លងតាមផ្លូវភេទដែរបាទថ្ងៃនេះខ្ញុំមានប្រធានបទថ្មីមួយទៀតដើម្បីចែកម្លែកគឺអំពីជំងឺប្រមេះនិងជំងឺកាមរោគដូចគ្នាទេដែលភាសាអង់គ្លេសគេហៅថា gonorrhea and STD is the same បាទអញ្ចឹងសំណួរហ្នឹងគឺជាសំណួរញឹកញាប់ដែលមានប្រិយមិត្ត YouTube មួយចំនួនក៏សាកសួរមកខាងខ្ញុំដែរអំពីបញ្ហាហ្នឹងបាទអញ្ចឹងដើម្បីបកស្រាយអស់ចម្ងល់អំពីសំណួរហ្នឹងបាទសូមស្ដាប់ការបកស្រាយពី Hershey តែម្ដងបាទអញ្ចឹងមាតិកាក្នុងថ្ងៃនេះយើងឃើញមាន3ចំណុចសំខាន់ទី1គឺស្អេបដើមទី2ជំងឺប្រមេះនិងជំងឺកាមរោគដូចគ្នាទេទី3គឺរោគសញ្ញានៃជំងឺប្រមេះបាទយើងចង់ដឹងថាតើប្រមេះហ្នឹងនិងកាមរោគវាដូចគ្នាឬអត់ហើយរោគសញ្ញានៃជំងឺប្រមេះហ្នឹងមានរោគសញ្ញាអ្វីខ្លះបាទយើងចង់ដឹងតើគ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលស្អីផ្ដើមជំងឺឆ្លងតាមផ្លូវភេទគឺជាប្រភេទជំងឺឆ្លងមួយប្រភេទកើតមានក្រោយពីឆ្លងតាមការរំភេទមិនការពារពីដៃគូដែលផ្ទុកមេរោគអញ្ចឹងអ្នកដែលមានដៃគូរំភេទច្រើនបាទរំភេទដែលមិនការពារបាទវាអាចមានជំងឺឆ្លងតាមផ្លូវភេទនឹងផងដែរបាទអញ្ចឹងមានសំណួរមួយចំនួនដែរដែលគេតែងសាកសួរមកខាងយើងខ្ញុំហ្នឹងគឺតើតទៅនឹងសួរថាតើជំងឺប្រមេះនិងជំងឺកាមរោគដូចគ្នាទេបាទអញ្ចឹងដើម្បីបកស្រាយឲ្យអស់ចម្ងល់អំពីសំណួរហ្នឹងបាទសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលទី1គឺតកតងនឹងជំងឺប្រមេះបាទជំងឺប្រមេះគឺជាប្រភេទជំងឺកាមរោគមួយអញ្ចឹងមានថាប្រមេះក៏ជាផ្នែកមួយរបស់កាមរោគដែរបាទអញ្ចឹងគឺជាប្រភេទមួយនៃកាមរោគមួយហ្នឹងដែលបង្កដោយបាក់តេរីបាទអញ្ចឹងមេរោគប្រមេះគឺជាបាក់តេរីហើយអ្នកជំងឺចាប់ផ្ដើមចេញរោគសញ្ញា5ទៅ14ថ្ងៃក្រោយពីឆ្លងតាមការរំភេទមិនការពារពីដៃគូដែលផ្ទុកមេរោគជំងឺប្រមេះបាទអញ្ចឹងឆ្លងភាគច្រើនគឺតាមរយៈការរំភេទមិនការពារហ្នឹងឯងពីដៃគូដែលមានផ្ទុកនៅមេរោគប្រមេះបាទចំណែកឯជំងឺកាមរោគវិញដែលយើងហៅកាត់គឺ STD ឬក៏ STI គឺជាប្រភេទជំងឺមួយឆ្លងតាមការរំភេទដែលអាចបង្កដោយវីរុសបាទអញ្ចឹងមិនថាកាមរោគវាមានច្រើនវាអាចវីរុសបាក់តេរីប្រូតូសៀផ្សិតហើយនិងសត្វល្អិតអញ្ចឹងមានថាកាមរោគគឺជាចង្កោមជំងឺប្រមេះជាប្រភេទនៃកាមរោគមួយជំងឺនឹងគឺបង្កផលបាក់ជាច្រើនលើបុរសស្ត្រីបាទអាចឲ្យមានជំងឺរោគបុរសជំងឺរោគស្ត្រីនិងជំងឺមួយចំនួនទៀតផងដែរបាទនោះគឺតកតងកាមរោគចាំថាកាមរោគគឺជាចង្កោមជំងឺធំមួយហើយប្រមេះជាផ្នែកមួយនៃកាមរោគហ្នឹងឯងបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតកតងនឹងរោគសញ្ញាជំងឺប្រមេះតើប្រមេះមានរោគសញ្ញាអ្វីខ្លះបាទយើងចង់ដឹងបងប្អូនសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងរោគសញ្ញាជំងឺប្រមេះទី1គឺអ្នកជំងឺឈឺកាហាយនៅពេលបាត់ជើងតូចបាទអញ្ចឹងអ្នកជំងឺឈឺកាហាយនៅពេលបាត់ជើងតូចទាំងបរិសុទ្ធស្ត្រីហ្នឹងបាទជារោគសញ្ញាមួយដែលយើងឃើញមានតកតងនឹងជំងឺប្រមេះផងដែរបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតកតងរោគសញ្ញាជំងឺប្រមេះទី2គឺអ្នកជំងឺឈឺពោះនៅផ្នែកខាងក្រោមបាទអញ្ចឹងបញ្ហាឈឺពោះនៅផ្នែកខាងក្រោមហ្នឹងយើងត្រូវចាប់អារម្មណ៍ជាពិសេសស្ត្រីតែម្ដងបាទវាអាចតកតងកម្មអង្គរោគនៅតាមបន្ទប់ពុយផ្នែកខាងក្រោមឬក៏អាចដល់ខាងលើដែរបាទហើយវាជាសញ្ញាមួយតកតងនឹងជំងឺប្រមេះផងដែរបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតកតងរោគសញ្ញាជំងឺប្រមេះទី3គឺអ្នកជំងឺឈឺខ្នងនៅផ្នែកខាងក្រោមបាទអញ្ចឹងបើសិនជាមេរោគនឹងវាទៅដល់ផ្នែកខាងក្រោយរបស់ស្បូនចំពោះស្ត្រីហ្នឹង
បាទអាចធ្វើឲ្យស្ត្រីនឹងមានឈឺខ្នងនៅផ្នែកខាងក្រោមផងដែរបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតកតងរោគសញ្ញាជំងឺប្រមេះទី4បាទអ្នកជំងឺមួយចំនួនអាចមានរោគសញ្ញាគ្រុនក្តៅបាទអញ្ចឹងគ្រុនក្តៅគឺជារោគសញ្ញាមួយដែលយើងឃើញមានតកតងនឹងជំងឺប្រមេះផងដែរបាទអញ្ចឹងយើងមើលបន្តទៅទៀតតកតងរោគសញ្ញាជំងឺប្រមេះទី5គឺអ្នកជំងឺមានសញ្ញាធ្លាក់សបាទធ្លាក់សដែលតកតងប្រមេះហ្នឹងភាគច្រើនគឺធ្លាក់សមានក្លិនហើយមានពណ៌រាងលឿងបាទហើយមានសញ្ញាតកតងផ្លូវនោមផងដែរបាទខ្ញុំបន្តទៀតតកតងរោគសញ្ញាជំងឺប្រមេះទី6គឺអ្នកជំងឺមានសញ្ញាហូរទឹកថ្លាឬក៏ខ្ទុះចេញពីរនោមផងដែរបាទអញ្ចឹងអានឹងគឺច្រើនតែប្រមេះទឹកថ្លាបាទបើហូរខ្ទុះអានឹងគឺច្រើនតែប្រមេះទឹកបាយអញ្ចឹងមានហូរទឹកថ្លាថ្លាឬខ្ទុះចេញពីរនោមផងដែរបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតកតងរោគសញ្ញាជំងឺប្រមេះទី7គឺអ្នកជំងឺឈឺចាប់នៅនឹងទ្វីមាសនៅពេលរួមភេទបាទនឹងបង្កទៅលើទ្វីមាសរបស់ស្ត្រីនឹងអាចរីកទ្វីមាសជាឲ្យបានជាស្ត្រីមានការឈឺចាប់នៅពេលរួមភេទផងដែរបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតកតងរោគសញ្ញាជំងឺប្រមេះទី8គឺអ្នកជំងឺមានធ្លាក់ឈាមតាមទ្វីមាសចន្លោះនៃការមករដូវបាទនឹងវាអាចបង្កទៅលើមាត់ស្បូនឲ្យមាត់ស្បូនស្ត្រីរលាកតែអញ្ចឹងទៅវាអាចមានធ្លាក់ឈាមតាមទ្វីមាសចន្លោះនៃការមករដូវផងដែរបាទអញ្ចឹងយើងមើលបន្តទៅទៀតតកតងរោគសញ្ញាជំងឺប្រមេះទី9គឺអ្នកជំងឺមានការឈឺពងស្វាឬក៏ហើមពងស្វាតែម្ដងបាទហ្នឹងគឺជារោគសញ្ញាមួយដែលយើងឃើញលើបរិសុទ្ធផងដែរបាទតកតងនឹងរោគសញ្ញានៃជំងឺប្រមេះហ្នឹងបាទអញ្ចឹងយើងមើលបន្តទៅទៀតតកតងរោគសញ្ញាជំងឺប្រមេះទី10បាទគឺមានការឈឺនៅនឹងថង់លាមកឬក៏ហូរខ្ទុះឬឈាមចេញពីថង់លាមកជាពិសេសគឺអ្នកដែលរួមភេទបាទឆ្លាញ់ភេទប្រុសនិងប្រុសដូចគ្នាហ្នឹងបាទអញ្ចឹងវាអាចមានបញ្ហាហ្នឹងកើតមានឡើងផងដែរបាទអញ្ចឹងយើងមើលតទៅទៀតតកតងរោគសញ្ញាជំងឺប្រមេះទី11គឺមានការលមាស់នៅនឹងរន្ធគូតបាទហ្នឹងគឺជាសញ្ញារួមផ្សំមួយដែរដែលយើងឃើញមានតកតងរោគសញ្ញានៃជំងឺប្រមេះហ្នឹងបាទអញ្ចឹងយើងមើលបន្តទៅទៀតតកតងរោគសញ្ញាជំងឺប្រមេះទី12គឺអ្នកជំងឺមានការឈឺចាប់ខ្លាំងនៅពេលមានចលនារបស់ពោះវៀនចឹងមានថាមេរោគនឹងអាចសាយភាយចេញពីប្រដាប់ដងពូជទៅដល់ពោះវៀនវាអាចមានបញ្ហាឈឺចាប់ខ្លាំងនៅពេលធ្វើចលនារបស់ពោះវៀនផងដែរបាទទាំងអស់នោះយើងឃើញមានតកតងនឹងរោគសញ្ញាសំខាន់នៃជំងឺប្រមេះហ្នឹងបើសិនបើពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ចង់តាមដានព័ត៌មានសុខភាពថ្មីៗដែលក៏ថ្លៃច្រើនទៀតអាចចូលរួមជាមួយនឹង Channel Telegram យើងខ្ញុំគឺ Health Telegram Official អាចធ្វើការ scan QR code ទៅដើម្បីចូលទៅក្នុង Channel យើងខ្ញុំបាទចុច Subscribe ឬក៏ Join ដើម្បីតាមដានព័ត៌មានសុខភាពថ្មីៗដោយក៏ថ្លៃច្រើនទៀតផងដែរបើសិនបើពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់មានបញ្ហាសុខភាពផ្សេងៗជាពិសេសគឺជំងឺតាក់ទងផ្ដាំលាអាហារឬក៏ជំងឺតាក់ទងប្រដាប់បន្តពូជជាពិសេសគឺតាក់ទងប្រដាប់ទឹកមកតែម្ដងបាទជាពិសេសតែម្ដងគឺតាក់ទងជំងឺប្រហែលហ្នឹងអាចប្រឹក្សាដល់កថ្លៃតាមលេខ Telegram 3ខ្សែគឺ092 59 350 088 3132 225ហើយនឹង016 58 57 64ផងដែរបើសិនបើពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ចង់ទទួលបាននូវវីដេអូអប់រំសុខភាពថ្មីៗបន្ថែមទៀតក៏ដូចជាវីដេអូព័ត៌មានសុខភាពថ្មីៗនិងវីដេអូនៃការរៀនពេទ្យរបស់សិស្សពេទ្យជាពិសេសគឺពាក្យបច្ចេកទេសពេទ្យតែម្ដងអាចចូលទៅក្នុង YouTube Channel វាយពាក្យ Health Official ដោយអក្សរស្រាប់ចុច Search ស្រាប់ទៅបាទពេលហ្នឹងឃើញ logo របស់យើងខ្ញុំហើយចូលក្នុង Channel ចុចពី Subscribe និងរូបកណ្ដឹងបាទចុចពី Subscribe និងរូបកណ្ដឹងគឺសម្រាប់អ្នកថ្មីៗដែលមិនទាន់បាន Subscribe ចឹងនៅពេលដែល Health Official ធ្វើការផុសវីដេអូជាបន្តនឹងឃើញក្នុងបណ្ដាញ YouTube ជាបន្តទៅទៀតបាទសូមអរគុណចំពោះការគ្រប់គ្រងនិងការ Subscribe ដល់ Channel របស់យើងខ្ញុំផងដែរបាទសូមអរគុណ